ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានជួបគ្នាសាជាថ្មីម្ដងទៀតនិយាយអំពីជំងឺសេមាន់ថាតើជំងឺសេមាន់នេះឆ្លងដោយរបៀបណាហើយយើងធ្វើការព្យាបាលវាដោយរបៀបណាជំងឺសេមាន់គឺជាជំងឺមួយដែលកំពុងតែមានការប្រឈមខ្លាំងមែនទែននាពេលបច្ចុប្បន្ននេះព្រោះអីវាងាយក្នុងការឆ្លងមែនទែនបងប្អូនវាឆ្លងតាមរយៈការដោយផ្ទាល់និងដោយប្រយោលចំពោះការឆ្លងដោយប្រយោលគឺឆ្លងតាមរយៈការប្រើប្រាស់បង្គន់អនាម័យជាមួយនឹងអ្នកដែលមានជំងឺឬមួយក៏ការប្រើប្រាស់ខោក្នុងជាមួយនឹងអ្នកដែលមានជំងឺហើយមួយទៀតការឆ្លងដោយផ្ទាល់គឺឆ្លងតាមរយៈការរួមភេទជាមួយអ្នកដែលមានជំងឺដោយមិនបានប្រើប្រាស់ស្រោមអនាម័យចំពោះការព្យាបាលគឺយើងធ្វើការព្យាបាលដោយការវះកាត់ឬមួយក៏ដោយការបាញ់កាំរស្មី X ដោយការចាក់ថ្នាំនិងដោយការប្រើប្រាស់ថ្នាំលេបបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែមានបញ្ហាប្រឈមជាមួយនឹងជំងឺសេមាន់មិនថាបងបរោះឬមួយក៏បងស្ត្រីទេគឺអាចធ្វើការទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់ដើម្បីធ្វើការប្រឹក្សាយោបល់យើងមានវិធីសាស្ត្រក្នុងការជួយដោះស្រាយបងប្អូនទាំងអស់គ្នាចា៎